Welcome back to Gym 101 where we're gonna learn everything you need to know about gym and fitness ពេលដែលយើងចាប់ផ្ដើមចង់ផ្លាស់ប្ដូររាងកាយយើងដំបូងមានសំណួរមួយតែតែផុសឡើងមកហើយតើយើងគួរហាត់នៅផ្ទះឬក៏ទៅ gym មួយណាល្អជាងឬក៏ល្អដូចគ្នាចម្លើយនោះគឺគ្មានណាល្អជាងណាទេគឺវាអាស្រ័យលើអ្នកទាំងអស់គ្នាទេខ្ញុំនិយាយពីប្រវត្តិហាត់ខ្ញុំបន្តិចខ្ញុំហាត់ម្ដងថ្ងៃបាន3ឆ្នាំហើយឆ្នាំដំបូងគឺខ្ញុំហាត់នៅផ្ទះព្រោះខ្ញុំមិនហ៊ានទៅ gym ទេខ្លាចគេ judge អញ្ចឹងក៏ខ្ញុំហាត់នៅផ្ទះឲ្យបានរៀងស្អាតបន្តិចសិនខ្ញុំទៅ gym ហើយបន្ទាប់ពីហ្នឹងបើខ្ញុំចាប់ផ្ដើមទៅ gym 2ឆ្នាំក្រោយហ្នឹងហើយនេះគឺជាខ្ញុំពេលដែលខ្ញុំចាប់ផ្ដើម day 1ហើយនេះគឺជាខ្ញុំនៅពេលដែលខ្ញុំហាត់នៅផ្ទះបាន1ឆ្នាំ not bad right បកមករៀនយើងវិញមានយើងហ្នឹងគឺ module 3.2 home workout versus gym workout យើងនឹង break down ពីចំណុចវិជ្ជមាននិងអវិជ្ជមាននៃការហាត់នៅផ្ទះជាមួយនឹងនៅ gym ដើម្បីឲ្យអ្នកគ្នាស្រួលសម្រាប់ចិត្តថាមួយណា fit ជាមួយនឹង budget time lifestyle ឬក៏ goal របស់អ្នកទាំងអស់គ្នា Let's start with the pros of gym workoutចំណុចវិជ្ជមានដែលហាត់នៅ gym នោះទី1នោះគឺ equipment variety នៅ gym មានសម្ភារៈច្រើនគីឡូពីតូចដល់ធំម៉ាស៊ីនហាត់ហើយម៉ាស៊ីន cardio ក៏ច្រើនដែរអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលក្នុងការហាត់ exercise អីថ្មីហើយវាក៏ធ្វើឲ្យយើងងាយស្រួលក្នុងការ leveling up progress workout របស់យើងដែរទី2គឺ motivation and environment បើណាគេខ្វះ motivation ឬក៏អ្នក push ទៅ gym ល្អ energy នៅក្នុង gym ហ្នឹងគឺ high យកហ្មងទោះបីជាយើងចង់ហាត់ក៏ធ្វើឲ្យយើងចង់ហាត់ដែរព្រោះយើង surround ខ្លួនយើងជាមួយអ្នកដែលមាន goal ដូចយើងដែរអញ្ចឹងគេជួយ push យើងក៏ជួយ push គេយើងទៅដល់គោលដៅដូចគ្នាក្នុងចំណុចវិជ្ជមានហ្នឹងក៏មកជាមួយនឹងចំណុចអវិជ្ជមានដែរដូចយើងដឹងហើយគឺ membership cost ហើយនឹងការបដិញ្ញាចិត្តហ៊ានចំណាយពេលចំណាយកម្លាំងជិះទៅវិញទៅមកនៅឆ្ងាយឬក៏ស្ទះតែបើយើងហាត់នៅ gym ចិត្តផ្ទះហ្នឹងមិនជាបញ្ហាទេឥឡូវយើងមកកន្លែងមកមើលចំណុចវិជ្ជមាននៃការហាត់នៅផ្ទះវិញទី1គឺវា convenient ខ្លាំងមែនតើព្រោះយើងត្រូវការចំណាយពេលចំណាយកម្លាំងជិះទៅណាឆ្ងាយទេដល់យើងចង់ហាត់ពេលណាក៏បានពេលព្រឹកពេលថ្ងៃពេលល្ងាចតាមបេះដូងយើងទី2គឺ cost effective អ្នកគ្នាចាំបាច់ត្រូវចំណាយលុយច្រើនទៅទិញ equipment នេះថ្លៃៗមហាទេប្រើតែ body weight ខ្លួនឯងហ្នឹងក៏បានដែរ which is freeបើអ្នកគ្នាចង់ spice thing up អ្នកគ្នាអាច invest លើ dumbbell មួយគូក៏បានដែរผมមើលងាយ dumbbell ការខ្ញុំហាត់នៅផ្ទះខ្ញុំប្រើតែ dumbbell មួយគូ5គីឡូទេហាត់បានមួយតួខ្លួនខ្ញុំហ្មងអញ្ចឹងកុំអាងលេសថាខ្ញុំអត់មានលុយខ្ញុំអត់មាន equipment គ្រប់គ្រាន់ខ្ញុំហាត់មិនកើតទេបើយើងមានចិត្តចង់ហាត់មែនណាអីក៏យើងច្នៃហាត់បានដែរ use what you have ចំណុចវិជ្ជមានចុងក្រោយនោះគឺ privacy បើណាគេខ្លាច gym ខ្លាចមនុស្សច្រើនដូចខ្ញុំដំបូងអញ្ចឹងអាចហាត់នៅផ្ទះសិនគឺជាជម្រើសដ៏ល្អព្រោះយើងអាចហាត់ at your own pace ពេលដែលយើង build រៀងខ្លួនឯង build confidence យើងបានបន្តិចហើយយើងអាច push ខ្លួនឯងទៅ gym ហ្មងទៅកុំជាប់គាំងហាត់នៅផ្ទះនឹងរហូតរីឯចំណុចអវិជ្ជមានវិញគឺ limited equipment គឺយើងពិបាកក្នុងការដំឡើង progress ដំឡើងគីឡូដែលយើងចង់ហាត់ហើយបើយើងអត់សូវ discipline ហើយ depend on motivation ទៀតគឺយ៉ាប់ហ្មងព្រោះយើងហាត់តាមអារម្មណ៍ហើយយើងហាត់នៅក្នុង comfort zone យើងទៀតចឹងអត់មានអ្នកគេជួយមើលអត់មានអ្នកគេជួយ push យើងទេបន្ទាប់ពីអ្នកគ្នាដឹងហើយអ្នកគ្នាអាចសម្រេចចិត្តបានមួយណា fit ជាមួយ time budget ហើយជាមួយ lifestyle អ្នកគ្នារើសមួយនឹងទៅហើយគ្នាយើងពងហាត់ហ្នឹងយើង prefer មួយណាហាត់នៅផ្ទះឬក៏ហាត់នៅ gym ចាំជួយ comment ឲ្យគ្នាយើងដឹងផងហើយយើងជួបគ្នានៅវីដេអូក្រោយ take care